Hello អ្នកទាំងអស់គ្នា Yes នៅក្នុងវីដេអូនេះយើងបន្តពីវីដេអូមុនដែលយើងសិក្សាទៅលើ free pen អញ្ចឹងឯគេទៅជា free pen free pen ហ្នឹងគឺជាការដាក់ទិន្នន័យឲ្យនឹងថ្កល់ Yes អញ្ចឹងតកតងទៅនឹង free pen ហ្នឹងគឺវាមាន3 Yes ទី1តកតងទៅនឹងfree pen ទី2តកតងទៅនឹង free top row ហើយទី3តកតងទៅនឹង free first column អញ្ចឹងតើតើនៅ free pen គឺវាកំណត់ row ជាមួយនឹង column ហ្នឹងឲ្យនឹងថ្កល់នៅពេលដែលយើង scroll ចុះ scroll ឡើងឬក៏ scroll ពីឆ្វេងទៅស្ដាំណាហើយតើតើទៅនឹងfree top row តើតើទៅនឹងការដាក់ row ហ្នឹងឲ្យនៅនឹងថ្កល់ Yes នៅពេលដែលយើងscroll ចុះ scroll ឡើងទៅវានៅនឹងថ្កល់row ដដែលហ្នឹងហើយតើតើទៅនឹង free first column ក៏ដូចគ្នាដែរមានន័យថាយើងដាក់ column ឲ្យវានឹងថ្កល់អូខេអញ្ចឹងរបៀបដាក់យើងដាក់មិនឥឡូវយើងទៅមើលនៅក្នុងទិន្នន័យជាក់ស្ដែងអញ្ចឹងជាទូទៅបើយើងចូលនៅក្នុងpage layout យ៉ាងណាពេលដែលយើងចូលក្នុង page layout គឺវាអត់មានទេវាអត់ឲ្យប្រើប្រាស់នៅក្នុង free pen ហ្នឹងទេអញ្ចឹងអ្នកនរគ្នាត្រូវការយក page break preview ឬក៏យក normal នឹងមកបើយើងអាចប្រើប្រាស់នៅ free pen មែនអញ្ចឹងអត្ថន័យនៃការប្រើ free pen គឺដើម្បីដាក់ទិន្នន័យឲ្យនឹងថ្កល់ឧទាហរណ៍ថាខ្ញុំចង់ដាក់ទិន្នន័យខាងលើនេះតើតើនឹងប៉ុណ្ណឹងឲ្យវានឹងថ្កល់ជាមួយនឹងទិន្នន័យប៉ុណ្ណឹងពីលេខ1ចុះក្រោមមកអញ្ចឹងយើងដាក់មិនអញ្ចឹងយើងគ្រាន់តែចុចនៅកន្លែងយ៉ាលេខ2នេះកន្លែងឈ្មោះកាន់សៃកោហ្នឹង Yes យើងដាក់ cursor ដែលយើង select ទៅលើវាមួយមកដាក់ទៅលើវាមួយតទៅទៀតយើងយក free pens អូខេបន្តទៀតយើងនៅពេលដែលយើងអូសទៅទិន្នន័យរបស់យើងនេះលើនេះក្បាលស្លឹកកិច្ចការរបស់យើងហ្នឹងគឺវានៅនឹងថ្កល់ហើយអានេះក៏ដូចគ្នាដែរនៅពេលដែលយើងអូសពីឆ្វេងទៅស្ដាំគឺនេះលេខរៀងរបស់យើងឃើញអត់គឺវានៅនឹងថ្កល់លេខ1លេខ2លេខ3លេខ4នៅនឹងថ្កល់ហើយ title របស់យើងហ្នឹងគឺក៏វានៅនឹងថ្កល់ដែរអញ្ចឹងយើងមើលថាយើងដាក់ cursor របៀបម៉េចបានវា title ហ្នឹងវាស្ថិតនៅនឹងថ្កល់ហើយនឹងលេខរៀងហ្នឹងស្ថិតនៅនឹងថ្កល់ដែរអញ្ចឹងគឺយើងត្រូវដាក់មុន title ចំនួនមួយសាលយើងត្រូវដាក់មុន title ចំនួនមួយសាលហើយយល់ទៅអានេះវាដើរតួជា column អញ្ចឹងយើងត្រូវដាក់មុន column មួយសាលហើយដាក់ក្រោយ column មួយសាលបើន័យថាម៉េចសារណាដែលយើងចង់ឲ្យវាស្ថិតនៅនឹងថ្កល់យើងត្រូវដាក់មុនសារនឹងមួយសាលអញ្ចឹងឃើញអត់ខ្ញុំចង់ឲ្យតើតើលេខរៀងនៅនឹងថ្កល់អញ្ចឹងខ្ញុំត្រូវដាក់ក្រោយលេខរៀងហ្នឹងមួយសាល Yes អានេះក៏ដូចគ្នាដែរយើងគិតពីលើចុះក្រោមយើងត្រូវដាក់ក្រោមសាលហ្នឹងគឺមួយសាលចុះឧទាហរណ៍ថាខ្ញុំចង់ឲ្យមានឈ្មោះហើយនឹង title ហ្នឹងគឺវាស្ថិតនៅនឹងថ្កល់យើងត្រូវធ្វើមិនអញ្ចឹងយើងត្រូវfree pension ហើយយើងត្រូវដាក់ cursor កន្លែងហ្នឹងនៅពេលដែលយើងដាក់ cursor កន្លែងហ្នឹងគឺលេខរៀងជាមួយនឹងឈ្មោះហ្នឹងវាស្ថិតនៅនឹងថ្កល់ហើយ title របស់យើងក៏ស្ថិតនៅនឹងថ្កល់ដែរអញ្ចឹងយើងទៅដាក់ទាំងអស់គ្នា free pens អញ្ចឹងយើង scroll មើលពីលើចុះក្រោមពីក្រោមឡើងលើ Yes ឃើញអត់ title របស់យើងគឺនៅនឹងថ្កល់តទៅទៀតយើង scroll ពីឆ្វេងទៅស្ដាំ Yes គឺអត់ឈ្មោះរបស់យើងគឺស្ថិតនៅនឹងថ្កល់នេះឈ្មោះជាមួយនឹងលេខរៀងស្ថិតនៅនឹងថ្កល់អូខេឥឡូវយើងមើលទៅដល់ទៅនឹងទី2ទៅដល់នឹង free top row free top row ហ្នឹងមានន័យថាម៉េចយើងដាក់row ដំបូងគេហ្នឹងឲ្យវាស្ថិតនៅនឹងថ្កល់ឧទាហរណ៍ថាខ្ញុំចង់ដាក់លេខរៀងលេខ1លេខ2លេខ3លេខ4ហ្នឹងឲ្យនៅថ្កល់អញ្ចឹងខ្ញុំដាក់cursor របស់ខ្ញុំនៅសាលនេះនៅ column B នេះចំណាសាលទី5 row ទី5 Yes អញ្ចឹងយើងយកមកfree top row អញ្ចឹងនៅពេលដែលយើងអូសពីឆ្វេងទៅស្ដាំគឺsorry អូសពីឆ្វេងទៅស្ដាំYes សំអាន free pen សិន
Chẳng trong cái chuyện hay cả hành pi thằng khốn nó cứ dương phở ban tầm môi để bây dương phở đó cứ dương ai phở cái lầm ban để chẳng bây dương phở cái lắm dương ai phở đâu ban để chẳng lại trên tầm mà sang tiến cũng ai ní tôi sang tầm mày nguy hiểm cho học đầy trên tới tin tới việc đầy lại hiện tại sao thay nhân do rầu ní mất yes chẳng do sang ní do rầu cho nên bây tiên tới cái nè anh đi bên nơi nâng khỏi anh là bây do khẩn lầm với yes nè lệ riêng bảo dân nên nâng khỏi chẳng ta ton nâng ăn sorry ta ton nâng free pen nâng dương phở ban tầng pi tầng rô tầng khẩn lầm ta bởi dân do rô cứ dương ai phở lầm bàn tệ dương do khẩn lầm do ai phở rô bàn tệ hay việc pra cứ dương thở nè cõi xe mùi nâng môn xe mùi ở to ta cõi khẩn lầm chua lơ nâng muối hay môn ở chua ground nâng muối cõi chua ground nâng muối yes chẳng dương thở nè nơi cõi xe mùi thở và dương cho ai anh nào bên nâng có sau riêng vậy thì hiện chọn một thì muốn khỏi và tay anh ai mới là không rụt phiếu nâng bàn yes mời chạy xe đáy nó về để dương thở đã cứ dương đã tự tôn tình nâng rô mà cái lắm nâng và dương trong obvious thật nâng có dương đã khối viêm mà xa yes ok cho nên là không video nâng mình đầu quan nắng yes aku mencerahkan bye bye